តើហេតុអ្វីបានជាយើងត្រូវរក្សាសិលតើហេតុអ្វីបានជាឧបាសករក្សាសិលបានជាខ្ញុំរក្សាសិលពីព្រោះខ្ញុំមិនចង់ឮគេដៀលខ្ញុំថាជាមនុស្សអសិលធម៌ចុះអសិលធម៌មានន័យដូចម្ដេចអសិលធម៌មានន័យថាមិនប្រព្រឹត្តល្អតាមកាយនិងតាមវាចាអញ្ចឹងមនុស្សអសិលធម៌មានន័យថាជាមនុស្សមិនប្រព្រឹត្តល្អតាមកាយនិងតាមវាចាតាមមែនទេត្រឹមត្រូវហើយចុះវាសនាឯងចង់ធ្វើជាមនុស្សអសិលធម៌ឬជាមនុស្សមានសិលធម៌ខ្ញុំចង់ធ្វើជាមនុស្សមានសិលធម៌អញ្ចឹងចុះវាសនាឯងធ្វើដូចម្ដេចដើម្បីក្លាយជាមនុស្សមានសិលធម៌ទោះតែខ្ញុំរក្សាសិលទើបមានសិលធម៌ប៉ុន្តែមិត្តរបស់ខ្ញុំភាគច្រើនជាអ្នកផឹកស្រាហើយពួកគាត់នឹងឈប់រាប់អានខ្ញុំពេលពួកគាត់ដឹងថាខ្ញុំឈប់ផឹកស្រាជាមួយពួកគាត់តាមពិតទៅស្រាមិនមែនជាវត្ថុផ្ដល់នៅបាបបុណ្យអ្វីនោះទេព្រោះវាជាអព្យាកតធម៌គឺធម៌មិនធ្វើឲ្យយើងអាក្រក់ឬល្អបានដោយខ្លួនវានោះទេប៉ុន្តែជៀសវាងការយល់ច្រឡំចូលពិចារណាឲ្យបានច្បាស់សិនបើស្រានៅក្នុងកែវឬដបវាមិនធ្វើឲ្យយើងស្រវឹងឬបាត់បង់ស្មារតីនោះទេប៉ុន្តែបើយើងប្រើប្រាស់វាគឺយកវាមកផឹកចូលក្នុងខ្លួនយើងនោះទើបវានឹងធ្វើឲ្យយើងស្រវឹងទៅតាមកម្រិតដែលបានផឹកតិចឬច្រើនហេតុនេះហើយបានជាព្រះពុទ្ធទ្រង់ពុទ្ធានុញ្ញាតឲ្យភិក្ខុប្រើប្រាស់ស្រាជាថ្នាំកែរោគដោយមានកម្រិតមិនឲ្យលើសពី1ថ្នាំដៃនៃគម្របបាតម្យ៉ាងទៀតគ្រឿងញៀននិងគ្រឿងស្រវឹងវាជាគ្រឿងធ្វើឲ្យយើងបាត់បង់ស្មារតីឬជាទឹកបដូរនិស្ស័យពីមនុស្សធម្មតាទៅជាមនុស្សវង្វេងវង្វាន់អាចធ្វើឲ្យសិក្ខាបទឬសិលទាំង4ទៀតដាច់ដោយសារវាបានដែរដូច្នេះវាសនាមិនគួរគិតតែបញ្ហាស្រាតែមួយទេត្រូវគិតសិក្ខាបទឬសិលទាំងឡាយ4ខាងដើមជាចម្បងពីព្រោះសិក្ខាបទឬសិលទាំង4នោះបើវាដាច់ហើយវានឹងទទួលទោសតាមរដ្ឋបញ្ញត្តិមិនខានវាសនានិយាយថាមិត្តភាគច្រើនផឹកអញ្ចឹងវាសនានៅមានមិត្តភាគតិចដែរដែលគាត់មិនផឹកមែនទេបាទពិតហើយអញ្ចឹងវាសនាសួរមិត្តអ្នកផឹកហេតុអ្វីត្រូវផឹកនិងសួរមិត្តអ្នកមិនផឹកហេតុអ្វីមិនត្រូវផឹកបាទខ្ញុំនឹងទៅសួរពួកគាត់ហើយខ្ញុំនឹងធ្វើការវិភាគនិងពិចារណាសម្រេចចិត្តដោយខ្លួនឯងអរគុណឧបាសកបាទអរគុណសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅអងសូមអនុមោទនាទស្សនកម្មផល